안녕하세요 여러분. 다시 만나서 반갑습니다. 스테이 방법 사이즈ថ្មី ជួបគ្នាម្ដងទៀតនៅក្នុងវីដេអូចែករំលែកទាក់ទងទៅនឹងភាសាកូរ៉េដែលថ្ងៃនេះខ្ញុំមានពាក្យមួយពាក្យចង់ចែករំលែកទៅកាន់អ្នកនរគ្នាដែលពាក្យនេះប្រើបានច្រើនអត្ថន័យពាក្យនេះគឺពាក្យជីតាពាក្យជីតាសម្រាប់អ្នករៀនភាសាកូរ៉េប្រហែលជាស្គាល់ដែរតែពាក្យនោះប្រែថាថតរូបប៉ុន្តែមិនអញ្ចឹងទេពាក្យនេះគឺបកប្រែបានច្រើនអត្ថន័យអត្ថន័យវាទី1តោះទី1សាជានៅជីតាខ្ញុំបកប្រែថាថតរូបថតរូបសាជានរូបថតជីតានឹងបកប្រែថាថតជម្រាបថាថតរូបនេះពាក្យទី2ពាក្យទី2ហ្នឹងខានចាងជីតាខានចាហ្នឹងយើងបកប្រែថាទឹកស៊ីអ៊ីវជីតាឥឡូវនេះយើងមិនបកប្រែថាថតរូបទៀតទេជីតាឥឡូវនេះយើងបកប្រែថាចរលក់អញ្ចឹងខានចាងជីតាបកប្រែថាចរលក់ទឹកស៊ីអ៊ីវពាក្យទី3ថូចាងជីតាថូចាងហ្នឹងយើងបកប្រែថាត្រាជីតាឥឡូវនេះយើងប្រែថាបោះគេថាបោះត្រាយើងបោះត្រាទៅលើឯកសារអីណាមួយអញ្ចឹងរៀបពាក្យទី4ហ្នឹងណាមូរជីតាពាក្យណាមូរនេះយើងបកប្រែថាដើមឈើជីតាឥឡូវនេះយើងមិនបកប្រែថាថតរូបទៀតទេឥឡូវនេះយើងបកប្រែថាកាប់ដើមឈើណាមូរជីតាកាប់ដើមឈើរៀបពាក្យ5គឺជាមូនជីតាជាមូននេះយើងបកប្រែថាស្នាមមេដៃឬក៏កាយ៉ាដៃហ្នឹងជីតាឥឡូវនេះយើងបកប្រែថា scan ឬក៏ផ្ដិតអញ្ចឹងជាមូនជីតាហ្នឹងយើងបកប្រែថា scan មេដៃក៏បានឬក៏ផ្ដិតមេដៃអញ្ចឹងពាក្យភាសាកូរ៉េដែលខ្ញុំបានចែករំលែកក្នុងថ្ងៃនេះបានមកដល់ទីបញ្ចប់គុណច្រើនអ្នកនរគ្នាដែលបានតាមដានវីដេអូនេះតាមបណ្ដាដល់ចប់យើងនឹងជួបគ្នានៅវីដេអូបន្តបាយបាយអញ្ញង